រឿងដំបូងដែលម៉ារីបានធ្វើបន្ទាប់ពីចាប់ជាតិថ្មីគឺរុញមិត្តប្រុសរបស់នាងចន់ឡើងលើរថភ្លើងដែលហៀបនឹងចេញដំណើរបន្ទាប់មកនាងរត់ត្រង់ទៅផ្ទះវិញដោយមិនងាកក្រោយមុនពេលម្ដាយរបស់នាងអាចដឹងខ្លួនទាន់ម៉ារីបានទាញគាត់ចូលទៅក្នុងបន្ទប់ខាងក្រោយភ្លាមហើយសួរថាតើប្រាក់សំណងរបស់ឪពុកនាងបានមកដល់ឬនៅបន្ទាប់ពីបញ្ជាក់ថាប្រាក់$30,000នៅក្នុងកន្លែងហើយនាងបានប្រាប់ម្ដាយនាងភ្លាមថាមិនត្រូវទទួលស្គាល់ថាប្រាក់នោះបានមកដល់ទេទោះបីជាមានអ្នកណាមកគោះទ្វារនៅយប់នេះក៏ដោយនាងក៏បានប្រាប់ម្ដាយរបស់នាងឲ្យលាក់សៀវភៅធនាគារនៅកន្លែងណាមួយដែលគ្មាននរណាម្នាក់អាចរកឃើញពីព្រោះនៅក្នុងជីវិតមុនរបស់នាងនៅថ្ងៃស្អែកអ៊ំប្រុសទាំងពីររបស់នាងបានមកលួចប្រាក់សំណងក្រោមលេខចែកទ្រព្យសម្បត្តិគ្រួសារម្ដាយរបស់នាងស្លូតបូតពេកហើយបានត្រឹមតែឈរមើលប្រាក់សំណងរណភាពដែលឪពុកនាងរកបានដោយលំបាកត្រូវបានគេយកទៅហើយបារម្ភថាម៉ារីនឹងចូលទៅជ្រៀតជ្រែកអ៊ំប្រុសទាំងពីរថែមទាំងបានបង់ប្រាក់ឲ្យចន់ដើម្បីបញ្ឆោតនាងឲ្យរត់តាមគេទៀតផងមួយឆ្នាំក្រោយមកម៉ារីបានជួបប្រទះការហូរឈាមយ៉ាងធ្ងន់ធ្ងរពេលសម្រាលកូនចន់ដែលគ្មានការអៀនខ្មាស់នឹងម្ដាយរបស់គេបានជ្រើសរើសទុកឲ្យនាងស្លាប់ដើម្បីតែសន្សំលុយម្ដាយរបស់នាងក៏បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ពេលកំពុងធ្វើដំណើរទៅមន្ទីរពេទ្យផងនៅពេលដែលម៉ារីបើកភ្នែកឡើងម្ដងទៀតនាងបានត្រឡប់ទៅថ្ងៃដែលនាងបានរត់តាមចង្ការពីមួយឆ្នាំមុនដោយគិតអំពីអ្វីគ្រប់យ៉ាងដែលនាងបានរងទុក្ខក្នុងជីវិតមុនម៉ារីក៏បានរុញចន់ឡើងលើរថភ្លើងភ្លាមលុះត្រាតែប្រកាសថារថភ្លើងបានចេញដំណើរទៅហើយទើបម៉ារីរត់ទៅផ្ទះហើយនោះបាននាំឲ្យមានទស្សនវិជ្ជានៅដើមដំបូងម្ដាយរបស់នាងមានការភ្ញាក់ផ្អើលចំពោះការព្រមានរបស់ម៉ារីប៉ុន្តែគាត់ក៏បានលាក់សៀវភៅធនាគារយ៉ាងលឿនទើបអ្វីដែលម៉ារីបានរំពឹងទុកនៅថ្ងៃបន្ទាប់អ៊ំប្រុសទាំងពីរពិតជាបានមកចែកទ្រព្យសម្បត្តិគ្រួសារមែនពួកគេនិយាយថាពួកគេបានឮថាប្រាក់សំណងរបស់ឪពុកនាងបានមកដល់ហើយការរក្សាទុកលុយច្រើនបែបនេះគឺមិនមានសុវត្ថិភាពសម្រាប់ស្ត្រីមេម៉ាយនិងកូនស្រីរបស់គាត់ឡើយដូច្នេះពួកគេបានសម្រេចចិត្តរក្សាទុកវាឲ្យពួកគេជាបណ្ដោះអាសន្នពួកគេបានសន្និដ្ឋាននឹងប្រគល់គ្រប់កាក់គ្រប់សេនមកវិញនៅពេលដែលម៉ារីចូលរៀនមហាវិទ្យាល័យឬរៀបការប៉ុន្តែម៉ារីបានបដិសេធពួកគេដោយមិនស្ទាក់ស្ទើរអ៊ំប្រុសទាំងពីរខឹងភ្លាមពួកគេបានរុញម៉ារីចេញហើយចាប់ផ្ដើមឆែកឆេរផ្ទះម្ដាយរបស់នាងបានព្យាយាមឃាត់ពួកគេប៉ុន្តែបុរសទាំងពីរនាក់នោះបានរុញគាត់ទៅដេកឃើញបែបនេះម៉ារីក៏បានហៅអ្នកជិតខាងមកភ្លាមនាងបាននិយាយថាឪពុករបស់នាងទើបតែត្រូវបានគេបញ្ចុះហើយអ៊ំប្រុសទាំងពីរបានមកទីនេះដើម្បីលួចលុយទៅហើយនៅពេលដែលអ៊ំប្រុសម្នាក់ហៀបនឹងវាយប្រហារម្ដងទៀតអ្នកជិតខាងជាច្រើនអ្នកបានស្ទុះទៅឃាត់គាត់ម៉ារីបានសុំឲ្យអ្នករាល់គ្នាជួយកាត់សេចក្តីយ៉ាងលឿនបន្ទាប់ពីឪពុកនាងស្លាប់នាងនិងម្ដាយគឺជាអ្នកស្នងមរតកស្របច្បាប់តែមួយគត់តើអ៊ំប្រុសទាំងពីរមានសិទ្ធិអ្វីមកយកប្រាក់សំណងរបស់ឪពុកនាងប៉ុន្តែភ្លាមបន្ទាប់ពីនាងនិយាយចប់ជីដូនរបស់នាងស្រាប់តែដើរចូលមកក្នុងទីធ្លាផ្ទះដោយនិយាយថានាងក៏មានសិទ្ធិទទួលបានប្រាក់សំណងរបស់កូនប្រុសនាងដែរដោយមានជីដូននៅពីក្រោយខ្នងអ៊ំប្រុសទាំងពីរក៏បានស្ទុះចូលទៅខាងក្នុងដើម្បីប្រមូលយករបស់ភ្លាមដោយសម្លឹងមើលម្ដាយរបស់នាងដែលកំពុងអង្វរដោយគ្មានទីពឹងម៉ារីបានវាយប៉ែទៅនឹងទ្វារយ៉ាងខ្លាំងនាងបាននិយាយថាអ្នកណាដែលប៉ះពាល់សូម្បីតែអង្គមួយគ្រាប់ត្រូវតែតាំងជាមួយនាងដោយបារម្ភថាស្ថានភាពនឹងកាន់តែធ្ងន់ធ្ងរអ្នកជិតខាងបានហៅមេភូមិមកតាមច្បាប់ភូមិមេភូមិបានស្នើឲ្យមានការសម្របសម្រួលមួយពាក់កណ្ដាលនៃប្រាក់សំណងនឹងទៅម៉ារីនិងម្ដាយរបស់នាងពាក់កណ្ដាលទៀតនឹងទៅអ៊ំប្រុសទាំងពីរប៉ុន្តែអ៊ំប្រុសទាំងពីរនឹងមិនទទួលបានលុយនោះដោយទេឡើយចាប់ពីពេលនេះទៅពួកគេនឹងត្រូវទទួលខុសត្រូវចំពោះជីដូនរបស់ពួកគេនិងអ្វីគ្រប់យ៉ាងនៅក្នុងផ្ទះរបស់ម៉ារីអ្នកជិតខាងបានចាប់ផ្ដើមជេរគ្នាក្នុងចំណោមពួកគេភ្លាមប៉ុន្តែម៉ារីបានយល់ព្រមដោយមិនស្ទាក់ស្ទើរមុនពេលចុះហត្ថលេខានាងថែមទាំងបានរំលឹកអ៊ំប្រុសរបស់នាងដោយចិត្តល្អថានៅពេលដែលពួកគេចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះហើយពួកគេនឹងត្រូវទទួលខុសត្រូវចំពោះរាល់បំណុលនិងពាក្យបណ្ដឹងនៅក្នុងគ្រួសារអ៊ំប្រុសទាំងពីរបានយល់ព្រមដោយរីករាយយ៉ាងណាមិញអ្នកជិតខាងទាំងអស់កំពុងតែមើលមកបុរសទាំងពីរនាក់បានចុះហត្ថលេខាយ៉ាងលឿនស្នាមញឹមដ៏មានល្បិចក៏បានលេចឡើងនៅលើមុខរបស់ម៉ារីនៅវិនាទីបន្ទាប់កម្មករជាច្រើនអ្នកបានស្ទុះចូលទៅក្នុងផ្ទះដោយកាន់បានជំពាក់ប្រាក់ជាច្រើនសន្លឹកកម្មករបាននិយាយថាឪពុករបស់ម៉ារីនៅតែជំពាក់ប្រាក់ឈ្នួលរបស់ពួកគេមុនពេលគាត់ស្លាប់